បាទទាំងអស់គ្នាថ្ងៃនេះនាំទាំងអស់គ្នាមកមើលគោស៊ីឆ្នោតអូយបាទឆ្នោតទុំហើយអូក្អូបអូបមែនតើបាទហើយគោនេះបាទឥឡូវហ្នឹង60%បាទនិយាយរួមមុខដូចជប៉ុនហើយបាទជាគោដែលបងបានយកមកប្រកាសនៅស្រុកខ្មែរបាទពូជគោវៃគូអូយបាទនិយាយរួមថាជាគោដែលទាំងអស់គ្នាដឹងហើយបាទគឺគេយកសាច់លក់ថ្លៃណាបាទហើយឥឡូវហ្នឹងគោនេះមានសំណាងធំមែនទែនបានស៊ីថ្នោតបាទជាមហូបរបស់ដូនតាខ្មែរបាទអញ្ចឹងនាំទាំងអស់គ្នាមកមើលកសិដ្ឋានចិញ្ចឹមគោស៊ីថ្នោតរបស់ខ្មែរមួយនេះតើមានអីពិសេសហើយយើងអាចរៀនសូត្រអីពីក្តីសម័យដែលបងបាននាំមកស្រុកខ្មែរនេះបាទអញ្ចឹងជំរាបសួរបងជំរាបសួរបាទនេះគោនេះវាស៊ីថ្នោតយ៉ាងម៉េចទៅបងនេះហើយគុណភាពវាមិនណាពេលគោស៊ីថ្នោតយើងណាអានេះខ្ញុំរៀនមកពីដូនតាយើងនេះជាគេដំណើរដូនតារៀនពីអ្នកពូខ្ញុំអត់ដឹងដែរបាទប៉ុន្តែខ្ញុំរៀនពីអ្នកភូមិអ្នកជំនាន់មុនឧទាហរណ៍ដែលកន្លែងនេះគឺកសិដ្ឋាននេះគឺរបស់សម្ដេចវិបុលបញ្ញាសុខអាហ្នឹងពីមុនគាត់ឲ្យកូនចៅគាត់ប្រើរទេះសេះទៅរើសថ្នោតទុំយកមកប៉ៅគោអូគោបារបស់គាត់ហ្នឹងបាទកាលពីប្រហែលចង់20 30ឆ្នាំមុនណាយូរដែរណាបាទគាត់ធ្វើអាហ្នឹងគាត់ធ្វើយូរដែរណាឥឡូវយើងហើយខ្ញុំក៏បានតាមភូមិតាមអីទៅអ្នកភូមិគាត់ប្រាប់ខ្ញុំថាចង់ឲ្យសាច់គោវាផ្អែមវាឆ្ងាញ់វាឈ្ងុយឲ្យវាស៊ីថ្នោតទុំព្រោះឯងខ្ញុំឃើញគាត់ឲ្យថ្នោតហ្នឹងចម្រាញ់យកទឹកឲ្យគោវាផឹកគោវាស៊ីបាទខ្លះគាត់ដាក់ទាំងក្របចឹងហ្មងប៉ុន្តែថាវាមានហានិភ័យមានការក្របនឹងអាចឆ្លាក់បាទឃើញទេហើយអានេះគឺវាអស្ចារ្យជាគេដំណើរដូនតាយើងទុកមកឲ្យបាទហើយខ្ញុំក៏ធ្វើសាកលួមើលបាទហើយសិក្សាពីវាតាមការពិតវាកាត់ជាតិឆ្អាបអូគោយើងគោអ្នកស្រុកពីមុនជួនកាលគាត់ធ្វើគោអីជួនកាលគាត់ត្រូវសោះសាច់គោហ្នឹងទៀតទឹកក្តៅទៀតបាទយើងអត់ទេគោហ្នឹងគឺវាកាត់ជាតិឆ្អាបបាទនេះលទ្ធផលទី1នៃការស៊ីថ្នោតបាទវាហេតុអីបានវាអាចកាត់ជាតិស្អាបហ្នឹងបានហ៎បងអាហ្នឹងគឺខ្ញុំមិនដឹងថាបញ្យលមិនដែរវាជាអច្ឆរិយៈដែរជាអច្ឆរិយៈដែរខ្ញុំឲ្យគោស៊ីថ្នោតស្រាប់តែខ្ញុំធ្វើអីគេក៏ឆ្ងាញ់ទាំងអស់បាទខ្ញុំធ្វើស៊ុបទៅវាឆ្ងាញ់ដល់ធម្មជាតិវាហ្មងដូចទឹកស៊ុបចឹងណាបើគោស៊ីថ្នោតណាបាទធម្មតាយើងអត់សូវដាក់គ្រឿងប្រហែលណាបាទហើយបើគោស៊ីថ្នោតយើងមិនដាក់គ្រឿងអានេះហើយទឹកស៊ុបកាទៀវបងបាទកាទៀវហើយទឹកស៊ុបយើងជួនកាលទុកប្រហែលម៉ោងក្រោយក៏វាអត់ប្រៃដែរអាហ្នឹងកាទៀវគោថ្នោតរបស់យើងណាបាទហើយបើសាច់ថ្នោតយើងឲ្យវាស៊ីច្រើនសាច់ថ្នោតសាច់នេះវាខ្ទិះរសជាតិវាប្លែកបាទរសជាតិវាប្លែកពីគេសាច់គោហ្នឹងវាទៅជាខ្ទិះណាបងទៅហើយបាទតែយើងត្រូវតែលាយជាមួយចំណីអីផ្សេងដែរយើងមិនអាចស៊ីយើងមិនអាចស៊ីថ្នោត100%បានទេបើស៊ីថ្នោត100%វាក្តៅវាក្តៅក្នុងគោแล้วហើយយើងថ្នោតនេះគឺយើងឲ្យស៊ីតែពេលយើងចិញ្ចឹមវាយើងឲ្យស៊ីវគ្គចុងក្រោយហ៎3 ខែចុងក្រោយ3 ខែចុងក្រោយ3ឬក៏4ខែអានេះបងលាយអីខ្លះដើម្បីចេញមកជាអញ្ចឹងយើងលាយច្រើនដែរយើងមានឆ្មៅយើងមានពោតយើងមានកាក់សំណល់វាយើងមានច្រើនមុខយើងលាយនៅក្នុងហ្នឹងណាយើងលាយយើងមានអីថោកយើងលាយហ្នឹងឲ្យតែគោឡើងគីឡូបាទតាមធម្មជាតិវាគោវាស៊ីឆ្មៅនិយាយដល់ជំរុញឲ្យវាស៊ីឆ្មៅឲ្យកាន់តែកើនគឺកាន់តែល្អអត់មានអីទេបាទហើយនេះជាគោគំរូដែលបងបានចាប់ផ្ដើមចិញ្ចឹមប្រហែលខែប្រហែលឆ្នាំហើយអានេះខ្ញុំចិញ្ចឹមជាងតែ2 ឆ្នាំដែរណាកន្លែងនេះហើយរបៀបយើងចិញ្ចឹមហ្នឹងគឺយើងធ្វើម៉េចឲ្យគោវាសុបាយចង់ឲ្យគោសុបាយយើងត្រូវមានអាក្រគោហ្នឹងធ្វើម៉េចក៏ឲ្យវាល្អបាទឲ្យវាត្រជាក់ស្រួលបាទការសង់ក្រមហ្នឹងគោហ្នឹងគឺមានសារៈសំខាន់ណាស់បាទនេះជាក្រោលគោតាមបច្ចេកទេសហើយហើយយើងឃើញមាន air circulation ចេញចូលវាស្រួលហើយអត់មានក្លិនទេអត់មានក្លិនទេខ្ញុំថាផ្លាច់មែនតើបងប្អូនមើលមកឡើងគោវាធូរធំក្លិនលាមកគោណាបាទហើយមិនដឹងលាមកគោនៅណាមកអត់ធំក្លិនចឹងហ្មងមូលហេតុវាអត់ធំក្លិន
ពួកអីយើងពេលយើងធ្វើហ្នឹងយើងអត់ប្រើ concrete យើងអត់មានចាក់ស៊ីម៉ង់យើងអត់មានទេ អត់ចាក់ស៊ីម៉ង់ ដើម្បីកុំឲ្យវាអស់លុយច្រើន អូ យើងគ្រាន់តែដាក់លាមកគោឲ្យវាស៊ីហ្នឹងវាជុះអាហ្នឹង បាទ ព្រោះអីក្នុងលាមកគោហើយទឹកនោមគោហ្នឹងវាមានពីរប្រភេទវាមានកាបូនណា បាទ ហើយ កា វា បូន កាបូនហើយវាមានnitrogen ហ្នឹងអាសូតហ៎ អាសូត អាសូត បាទ អាពីរហ្នឹងវាមិចចូលជាមួយគ្នា វា វា ទៅ បង្ អី កើតជាកម្ដៅ អូ heat អា heat ហ្នឹងវាប្រហែល បាទ 40 ដល់ 60 degree អូ ដល់ 60 degree អញ្ចឹងទៅកម្ដៅហ្នឹងទៅ បាទ វាសម្លាប់ bacteria អស់ហើយ សម្រាប់មេរោគ មេរោគវាសម្រាប់ ពេល មេ អានោះហើយដែលធ្វើឲ្យយើងវាអត់ធំក្លិន អត់ធំក្លិន បាទ អត់ធំក្លិន បាទ ហើយបើយើងដាក់អានេះទៅណាយើងដាក់ឲ្យវាយ៉ាងតិចណាប្រហែល4ទឹក 4 ទឹកបាទ លាមកគោ4ទឹក តបលើសពីហ្នឹងយើងកើបចេញ អត់មិនកើបទេ3ឆ្នាំក្រោយបើនិយាយពេលណាយើងត្រូវការចង់លក់អីយើងកើបទៅ បាទ ព្រមអីទៅយើងទុកអញ្ចឹង3ឆ្នាំក្រោយក៏យើង បាទ ឬក៏5ឆ្នាំ ចិញ្ចឹមគោមិនបាច់ចំណាយពេលទៅកើបលាមកគោ ទៅ បាទនាំអស់នាំតែខាតពេល ទៅហើយ បាទហើយអត់ខាតពេលហើយវាជួយដល់គោអីបង ទៅហើយគោវាចូលចិត្ត បាទ ព្រោះអីពេលដែលយើងដាក់អញ្ចឹងណា បាទ យើងដាក់អញ្ចឹងយើងឃើញគោវាចូលចិត្តដេកលើលាមកគោព្រោះខាងក្រោមហ្នឹងពេលដែលវា release អា gas ព្រោះក្នុងក្រោមហ្នឹងវាមាន gas អូស្មានមក អូស្មានហ្នឹងវា បាទ បាញ់ចេញខាងលើហើយ gas វា0 degree អូ ហើយខាងលើហ្នឹងវាត្រជាក់ស្រួលដែរ អូ ជាងការគោវាដេកស្រួលមក បាទ អេ ខាងលើត្រជាក់អាខាងក្រោម ក្រោម ក្តៅ ព្រោះវា release អា gas ហ្នឹងឡើងមក បាទហើយអាអូស្មានហ្នឹងឮសូរបងថាវាដេញរុយទៀតណា ទៅហើយទៅហើយមូសទៀត អឺ ព្រោះអីអាជាតិកម្ដៅហ្នឹងប្រភេទរុយឬក៏មូសហ្នឹងវាប្រើ sensor បាទ ពេលដែលវាហើរអញ្ចឹងទៅវាថាអូកន្លែងហ្នឹងក្តៅកុំមកចិត្តវិញត្រូវជិះវា បាទ ហើយបានទៅវាហ៊ានមកកន្លែង បាទ កន្លែងគោហ្នឹង បាទអរគុណបងបាទហើយក ន្លែង ទៅ ហ្នឹង ជែក គឺសារៈសំខាន់ហើយអាហ្នឹងក៏យើងរៀនពីដូនតាយើងដែរយើងមើលដូនតាយើងវាអស្ចារ្យយើងឃើញតាមភូមិខ្លះគាត់យកលាមកគោហ្នឹងដាក់ជាមួយគ្នាគោគ្នា បាទ ហើយជួនកាលគោវាចូលចិត្តវាឡើងលើហ្នឹងវាដេកលើហ្នឹង ហើយគេតាមភូមិខ្លះក៏ដាក់លាមកគោទោះបីភ្លៀងមិនក៏អត់មានក្លិនដែរ ដោយសារហេតុអីមិនភ្លៀងមកអត់ក្លិន ព្រោះអី វា លាមកគោ ទឹកអត់ ពេល ចូល ដែលយើងដាក់ជាមួយគ្នាទឹកវាអត់ចូលទេ អូ វាហាប់ដូចតែឥតចឹង បាទ វាហាប់ទៅទឹក បា អ ទ ត់ចូលទេវាហូរមកអញ្ចឹងអីហ៎ បាទ ហើយវាអត់មានក្លិនទេ បាទ ហើយជួនបាទអញ្ចឹងយើងពីកន្លែងហ្នឹងហើយយើងរៀនមកយើងធ្វើនៅកន្លែងរបស់យើង បាទតិចទៀតនាំទាំងអស់គ្នាទៅមើលលាមកគោ ហឹម បាទទៅមើលផ្ទាល់ហ្មងដូចបងនិយាយណាប៉ុន្តែបាទទៅជែកគ្នាមួយបងមិញភ្លេចណែនាំទាំងអស់គ្នាបាទបងជាអ្នកជំនាញមួយរូបដែលចាយពេលច្រើនមែនទែនបាទជាមួយគោហើយបងចិញ្ចឹមគោនៅក្រៅប្រទេសច្រើនមែនទែនបាទបងមកពីអូស្ត្រាលីបាទជាអាណិកជនខ្មែរនៅអូស្ត្រាលីប៉ុន្តែបងមានឱកាសធំមែនទែនគឺកសាងជំនាញគោមួយដែលខ្ញុំគិតថាគ្នាយើងពិបាកនឹងកសាងណាស់បាទហើយបងត្រឡប់មកខ្មែរដើម្បីពំនាំជំនាញនោះមកដល់ខ្មែរបាទចង់សួរមើលបងថាពីមុនធ្វើអីខ្លះមួយការចិញ្ចឹមគោនេះបត់ពិសោធន៍ បាទខ្ញុំជំនាញរបស់ខ្ញុំគឺពីមុនខ្ញុំរស់ស៊ីជាមួយរោងចក្រកាប់គោកសិដ្ឋានគោអញ្ចឹងណានៅអូស្ត្រាលីអញ្ចឹងទៅហើយក៏ឃើញគោហើយក៏មានចិត្តស្រឡាញ់ហើយក៏ខ្ញុំធ្លាប់ធ្វើនៅឥណ្ឌូនេស៊ីនៅវៀតណាមអីចិញ្ចឹមគោយើងរៀនពីគេមក បាទបាទ ហើយបើយើងឃើញអញ្ចឹងទៅយើងស្រឡាញ់ធ្វើអីវាដល់ស្រឡាញ់ចេញពីបេះដូងយើងស្រឡាញ់អីវាបានជាយើងសិក្សា បាទ សិក្សាពីគោហើយយើងឃើញថាចំមិនក៏ជប៉ុនធ្វើបាន ជប៉ុនវាអស់100ឆ្នាំនៅបង្កើតគោវ៉ាហ្គីវនោះល្បីពិភពលោកគោវ៉ាហ្គីវមិនមែនរបស់ជប៉ុនទេមុនដំបូងវាជារបស់អឺរ៉ុបរបស់ស្វីសរបស់អង់គ្លេសហ្នឹងគាត់ប្រកាសហើយវាខ្លាចជាគោវ៉ាហ្គីវ មួយទៅល្បីគោជប៉ុនវិញ គោជប៉ុនវិញ បាទ ហើយគេអស់រាប់រយឆ្នាំតែរំជាគេបានណាគោវ៉ាហ្គីវនោះហៅម៉ាបលីងដាក់ទៅសស្គូសហ្មង អូ តម្លៃហ្នឹងគោជប៉ុនវាថ្លៃ បាទ មកក្បាលរាប់ម៉ឺន2 30000 50000 100000ក៏មានដែរ អាហ្នឹងស្តេកគេដាក់ចូលទៅអាលាយហ្មងអញ្ចឹង បាទទៅហើយព្រោះគេថាគេនិយាយថា fat is flavor ម្ល៉េះយើងឃើញសាច់គោជប៉ុនវាមានខ្លាញ់ច្រើនណា បាទបាទ ខ្លាញ់ច្រើនណា បាទ បានជាវាថ្លៃណា អូ វាថ្លៃ បាទ ប៉ុន្តែយើងឃើញគោសាច់គោជប៉ុនវាមួយវារៀងតលាន់ព្រោះវា fat ច្រើនពេក អូ តែយើងឃើញថា
dương ban à thằng ní về chuối ô hay về tập chuối đã hơi bong tay mới đó mà dương giờ tay mơ tới dương đã chết sai cô Japan đó bao dương chui chiến vía là muộn chuyện ồ khăn bao dương là muộn khăn bạn dương vía ọt cọ vía ọt chọn cọ speech cứ bạn khăn cô để si tháo bạn cứ khăn vía là muộn vía ọt cọ hay bọn mơ khơi nhảy chụp bom cái chai pe mà rồi cho lắm à lấy dương mau châm cô quay gũ đây ní lọ chương chụp bom là tiết rồi cố người dân tinh quỳ kê vô mau chấm bay khai khởi dân ai cho thành triệt viết khai chiếc cố khải rất là dân vô bó bằng cạnh cụt dân khơi đôi nào Australia nào Mỹ với hao Australian Wagyu rồi cái American Wagyu nói dân ai hao má với cô thằng nào Wagyu nơi Japan với mình cô bè dân đi viết cô thằng nào ấy à lời nấn cứ ban tay luôn thôi bà tỏ nia ảnh nôm nia từ xa cô đại bông vậy nấn á nơi hang rồi bóp bông to làm đón bà cô thằng nào bà ai cho từ tam linh được non caption to làm đón đón nia từ xa mơ cô đại bông châm đời pra nia mà hộp thằng nào nia bà thằng nào nia tao về ruột chết đôi bông vậy tê bạn hay bông tha sạch khá hạt lạnh khá đã cho motor lia như tao nè mới sạch cô ăn ở dương flop từ nhâm sạch cô ăn bà nơi cái lạnh thoa mà đa tập bia lần trong ôi chứ mới nhá lấy cô bông đi ọt tê đã mà đông cho tao lia nó ngon không con tha bông cái từ đi chỉ cây đồng này môi đồng miên đồng lái đi chỉ cây đồng này đôn ta bao dương tục nào rồi pe để dương sức xa bị đàm thân nó về chơi về chả rồi thân áo đam thân áo cứ chia tạ sành nhán bọc mày hãy đam thân áo nó cứ rư về chợ đâu khổ mà sam tập mất đấy là sam sao mà cho khổ nó đam thân áo nó thấy hãy thân áo nó cứ căng tụi bay lịch tức tụi bay phơi chơi tụi bay chua tụi bay giang na cứ thân áo nó tờ rồi hãy thân áo nó cứ về tròn phừng vì pa pal kia so bọ khăng vì ọt ở đây đôi đam chớp xì nhỉ vì từ pa pal kia này hãy chúng kết ta bộ chỉ vật chương ro đôi đam tháo cứ lò mà cứ khăng mà đam tháo cứ khăng mà cứ tức lịch của mình ngót cái thun cho cho muối tặng chút con mình viết nhớ này rồi ấy thun cho muối tắc thun tặng mà giờ lấy dương mưa nó tam tình lệ xa tình lệ ai ripe tật lít tam xoay vẫn là bây tết bay tết ngó á tam chăn ti ai chẳng bên tết nó cứ ao đấy cái này là rồi hay là hay mua là hay đã đồn ta dương chưa rồi thằng nào chỉ tạ sành nhàn hoặc mày nó cứ thằng đồn ta dương ao cha cái là thư tam đồn ta cứ đừng đại châu trẻ với đại bông mơ khơi khỏi bị bông châm ba này với đại bông trong khơi mơ chầm nay pe mà phơi năm mỗi cô hơi ọt chết đi màu sọc mai vinh màu bật to châm cô tiên bạn với đại bông trong khơi một phật tranh pi nè cả sự than mùi nè cô nào này nhóm khơi dương này dương trai rồng lại nè nhưng mình ai thơ có vì ọt trục chạy đây bây dương tặng ọt khné bạn non khné ở bụi cô ấy thầy bụi cô thì với nhóm này chủ nếu trong đau chất khang trong đau bị phục lốc nhóm khơi tha bồ dương trong cô việt tháo bụi cô tháo hay lụa tháo khi dương ở trên Australia sao America vấn đề cô ấy đây cái thùng xí ta máu ấy cô cái tháo chỉ dương nè dương ở trên kia vấn tới dương riêng tam chục quân là phiệp lũ việt này ở vậy để khiêm thơ nó cứ khiêm trong phục quốc cho muối Japan person Japan thơ bác dương tự để thơ bác miền ấy ta thơ bà này dương trên Japan muối cứ dương miền này đây ở vậy Japan thơ bác nhưng thơ bà nó có và Japan thơ ban cười đi Japan ở miền này ở miền này hãy cả ta muối tiếc cứ cả ta thiệt là cả thiệt chúng ta thiệt là cả đó cô về làm cái lối dữ tích phân tái với thơ sai cô nó về miền flavor chuyện vì chuyện chuyện rút chết chương vì miền rút chết chương nơi bờ tây tại thì chẹt bay sao vậy ở để chẹt về sai về hiện trạng về tận loạt nhưng cái sai cô à mà cái cái bạc nói về hiện trạng nhé sai cô Australia gần chẳng cô về ăn bánh nhá những cái mà bờ tây mua chừng luôn đôi cà rê chân nó có phê để cắt hộp sai sky rồi cả sai papaya chứ có đánh nhau rap chung với nhau bậy như vậy dương đấy à đây cô bậy như cô bậy như hoàng ngày hay cô si nào tiếc
cứ những hai thứ ba បាទ អត់មានអីថាខ្មែរធ្វើអត់បានទេប៉ុន្តែយើងត្រូវតែ បាទ មានឆន្ទៈរួម បាទ ណាសម័យរួម បាទប្រកួតប្រជែងជាមួយជប៉ុនមានន័យថាទៅអនាគតគោវ័យគូថ្នោតរបស់ខ្មែរនេះនឹងនាំចេញទៅក្រៅ ហើយយើងត្រូវតែហ៊ានស្បិនតែហ៊ានសម័យតែជឿថាយើងធ្វើបានអត់មានអីថាធ្វើអត់បានទេព្រោះយើងខ្ញុំធ្វើហើយបាទ ឥឡូវយើងនាំគ្នាធ្វើ បាទ នាំគ្នាចិញ្ចឹមគោវ៉ាគីវព្រោះយើងចិញ្ចឹមគោ5ម៉ានឥឡូវខ្ញុំនិយាយពីពូជគោ បាទ មិនវាបានជាសំខាន់ បាទ យើងឃើញគោពូជគោនេះយើងឃើញជើងវាទូចស្បែកវាស្ដើង អូ ស្បែកវាស្ដើង បាទ ហើយយើងមើលអានេះ ជើងវាវាយនេះបង អានេះយើងហៅអីគេខ្ញុំអត់ដឹងទេហៅបោក បោក បាទ អាបោកហ្នឹងយើងចិញ្ចឹមបើយើងចិញ្ចឹមគោ5ម៉ាបោកហ្នឹង បាទ ហើយ30គីឡូហើយស្បែកវាក្រាស់ទៀតឆ្អឹងវាធំ អូ គោ Angus ឬក៏គោ Wagyu យើងបាន 60% សាច់ បាទហើយអាបោកខាងលើវាសឹងអត់មានទេបង អត់មានទេអាហ្នឹងគេ flat ហ្មង អូ ឃើញទេ បាទប្លែកមែនតើ បាទហើយអានេះហើយគឺយើងឃើញស្បែកស្ដើងជើងឆ្អឹងវាទូចពេលយើងកាប់វាសាច់វា return ឲ្យយើងជាង 60% អូ 60% វាខុសពីពូជគោផ្សេងទៀតណា ហើយចុះបើយើងកាប់អា5ម៉ានហ្នឹងយើងឃើញវាធំស្អាតខ្ពស់ឆ្អឹងវាធំហើយបោកនេះ ប្រហែលភាគរយ បាន30ជាងភាគរយ 32% ដល់ណាបងបាទ ច្រើន 35% នេះជាកលឹះដែលធ្វើឲ្យយើងសល់លុយណាបង ហើយ បាទសល់លុយគឺយើងត្រូវតែចិញ្ចឹមធ្វើម៉េចឲ្យគោមួយក្បាលហ្នឹងយើងលក់បានថ្លៃ ហើយ បាទគឺតើមានអាសាច់ដែលគេយកទៅអាំងហ្នឹងវាបានច្រើន យើងធ្វើម៉េចឲ្យបានសាច់ច្រើនសាច់ច្រើនគឺពូជគោ បាទ ពូជគោហ្នឹងគឺទៅយើងចំណេញហើយណាមួយទៀត Wagyu យើងចិញ្ចឹមទៅវាមាន marbling ច្រើន អីគេ marbling ហ្នឹងគឺខ្លាញ់នៅក្នុងសាច់ អាខ្លាញ់ល្អហ្នឹង អាខ្លាញ់ល្អហ្នឹងវានៅក្នុងសាច់ អាខ្លាញ់ដែលធ្វើឲ្យអ្នកញ៉ាំហើយបំភ្លេចមិនបាន ហើយគោ Wagyu យើងចិញ្ចឹមទៅដល់គ្រប់ខែវាឡើងហើយគោ5ម៉ោងចិញ្ចឹមមួយជីវិតទៀតក៏អត់មាន marbling នៅក្នុងអាខ្លាញ់ហ្នឹងទេហើយគេឲ្យតម្លៃគេឲ្យហ្នឹង A1 2 3 4 5ហ្នឹងបាទ គឺគេនិយាយពីអា marbling ហ្នឹងឃើញទេ បាទ ហាក់បើមាន marbling វាឈ្ងុយ បាទ ហើយយើងអាំងទៅយើងជៀនទៅយើងធ្វើទៅធ្វើឲ្យអាសាច់ហ្នឹងឈ្ងុយបានអញ្ចឹងគឺសាច់គោជប៉ុនវាថ្លៃវាថ្លៃដោយសារខ្លាញ់នៅក្នុងសាច់ បងឥឡូវយើងបានប្រៀបធៀបគ្នាហើយរសជាតិប្រៀបធៀបគ្នាជាក់ស្ដែងតែម្ដងគឺនៅហាងបងគោត្នោតយើងបានសាកហើយបាទទៅអនាគតយើងនឹងនាំចេញគោខ្មែរទៅស្រុកក្រៅអាហ្នឹងហើយគឺខ្ញុំជឿថាទីផ្សារធំ បាទ ធំដោយខ្ញុំចង់គឺអាហ្នឹងគេថាសបិនរបស់ខ្ញុំការសម័យរបស់ខ្ញុំថាធ្វើម៉េចធ្វើឲ្យគោខ្មែរហ្នឹងហោះឲ្យបានអូហោះឲ្យបានបាទ ខ្ញុំភ្លេចថាគោដូនតាយើងហោះបានណា អូហោះបានដោយសារអី ដោយសារមានអាចកំបាំងឥឡូវយើងធ្វើអាចកំបាំងនេះយើងធ្វើឲ្យខ្លាយជាការពិតថាយើងហោះបានយើងមានអីហោះមានអីតាំងថ្ងៃក្រោយបើសាច់ហ្នឹងវាថ្លៃបាទយើងឲ្យវាជីកប៉ាហោះដូចត្រីសាមញ្ញគេវាមកស្រុកយើងតែវាជីកប៉ាហោះវាអត់មានជីកប៉ាបើយើងចិញ្ចឹមគោមិនបានថ្លៃទេវាជីយន្តហោះទៅវាខាតហើយបាទបាទអញ្ចឹងគោនេះបាទជាគោដែលបងបានចិញ្ចឹមនេះវេគូថ្នោតខ្មែរជីទៅប្រគួតប្រជែងជាមួយនឹងវេគូជប៉ុនហើយនឹងវេគូប្រទេសផ្សេងទៀតបាទហើយនេះបាទអានេះកុំភ្លេចខ្ញុំគ្រាន់តែគោហ្នឹងយើងកាត់ហើយណាយើងអត់ទាន់មានអា full blood ទេបើសិនជាមានអា Wagyu អា full blood ហ្នឹងណាបាទអូអានេះគឺគុណភាពវាគឺអស្ចារ្យហ្មងអានេះប្រហែលភាគរយហើយបងអានេះប្រហែល65%ទេអូបាទហើយមើល65%មុខវាយ៉ាងម៉េចចេះបងមើលជួយរ៉ាយរ៉ាប់តិចមើលមុខវានេះនេះមុខវារៀងអារប់បន្តិចរៀងខ្មែរតិចហ៎បងខ្មែរតិចគេមុខវាកាត់មុខជប៉ុនវាសេបាទមុខប្រាម៉ាននៅមុខឥណ្ឌាបាទមុខឥណ្ឌាបាទមុខឥណ្ឌានៅខាងនោះបាទហើយតពេលវាទៅ100%ទៅមុខវាយ៉ាងម៉េចបងមុខវារៀងនេះបន្តិចជើងមានមួយនោះវារៀងវារៀងមុខវារៀងខុសបន្តិចណាវារៀងវែងហ៎បងវាមានវារៀងវែងបន្តិចបាទណាប៉ុន្តែវាខុសអាប្រាម៉ានបាទអានោះយើងហៅថាវេគូសុទ្ធWagyu 100%Wagyu បាទហើយយើងត្រូវកុំភ្លេចជប៉ុនណា
វាតរំតែវាបង្កាត់បានអាពូជគោវ៉ាគីវហ្នឹងវាចំណាយពេលវេលាច្រើនណាស់ បាន ឥឡូវយើងគ្រាន់តែយករបស់គេមកប្រើតែ ហេ បាន ដូចជប៉ុនអីបង្កើត ចាំ ខារ៉ាអូខេហ្នឹងយើង បាទ យកមកច្រៀងសប្បាយ យើង ហ្ម យក ង មកជាងហ្មង តែឥឡូវហ្នឹងយើងយកផុសជប៉ុនមកនេះត្រូវការពេលប្រហែលឆ្នាំដើម្បីវាសុទ្ធហ្មង អត់ទេយើងយកមក food plot មកយើងបង្កាត់យើងចិញ្ចឹមឲ្យតែយើងមានលុយយើងទិញអា food plot យើងមក បាន ហើយយើងបង្កាត់ពូជនេះយើងចិញ្ចឹមនៅនេះហើយយើងចែកគ្នាទៅជួន បាទ កាលប្រទេសមួយនីមួយជួនកាលបើ បាទ យើងចង់យកអា sperm វាណា sperm បាន យកយកអាហ្នឹង មេជីវិត មេជីវិតវា បាទ គេឲ្យ free ទៀត អូ បើសិនតែ គេ ក្រសួ ឲ្យ ង free នៅស្រុកគេណា ស្រុកគេ អូ បើសិនតែក្រសួងកសិកម្មតាក់ទងអូស្ត្រាលីអាមេរិក បាទ អីជប៉ុនអីចឹងគេឲ្យ free ទៀត បាន បាទ ហើយអាហ្នឹងសុទ្ធហ្មង សុទ្ធមក សុទ្ធយកមកដល់ខ្មែរប្រហែលជាប្រហែលឆ្នាំបើយើងប្រកាសទៅវាទៅជាសុទ្ធដែរ យើងយកឲ្យតែគោហ្នឹងវាសុទ្ធវាមកសុទ្ធតែយើងយកអាមេសុទ្ធហ្នឹងមក អូបាទត្រូវការមេ ហើយយើ សុ ង ទ្ធ ទិ មួ ញ យ យើងត្រូវការមេសុទ្ធហ្នឹង បាទបាទ ណា យើងចិញ្ចឹមទៅបើយើងនាំគ្នាចិញ្ចឹមយើងថាមេគោ បាទ យើងទុក ហឹម គោឈ្មោលទៅយើងកាប់ បាន ដល់យូរទៅយើងមានច្រើនណាស់ បាន ហើយបើប្រទេសយើងខ្លាយជាប្រទេសគោវ៉ាគីវគឺយើងជោគជ័យព្រោះយើងយកលក់មានតម្លៃវាខ្ពស់ បាទ ឧទាហរណ៍ថាគោ5ម៉ាន់យើងលក់បាន 1500 អានោះបានយ៉ាងតិចនោះក៏ 5000 ដែរ បាន ហេតម្លៃវាខ្ពស់ បាន ហើយបើ full plat ទៀតមួយក្បាលប្រហែល 10000 បាទ យ៉ាងតិច ណា អាហ្នឹងគឺ $10000 នោះគ្នាមើល ពូជគោយើងធ្វើឲ្យត្រូវ បាន ហើយខ្ញុំឃើញថាយើងធ្វើទៅបាន បាទ មូលហេតុអីយើងធ្វើទៅបានព្រោះទឹកដីយើងវាមានទឹកច្រើនណា ហឹម គិតថាជុំវិញទន្លេសាបហ្នឹងបូមតែទឹកមកដាំតែ បាទ ពោតឲ្យវាស៊ី យើង ដាំឆ្មៅឲ្យវាស៊ីក៏វាគ្រប់ដែរ បាទយើងមើលទៅលើផែនទីហ្នឹងឃើញអាកដាលប្រទេសយើងហ្នឹងគឺសុទ្ធតែទឹក ហើយ ហើយដៃឡើងស្ញេះបាទ ទន្លេ ដៃ សាប ព្រែក ទន្លេ ដៃ សាប ទន្លេ ហ្នឹងយើងមើលទន្លេសាបហ្នឹងអស្ចារ្យណាស់ព្រោះលើលោកហ្នឹងមានទន្លេណាដែលហូរប្រជែអត់មានទេ បាន លើលោកហ្នឹងគឺមានតែខ្មែរមួយទេ តែមានទន្លេអច្ឆរិយៈ បាន ឃើញទេហើយទឹកវាហូរប្រជែនាំដីបាប់នាំត្រីឲ្យប្រជាពលរដ្ឋ បាទ ខ្មែរ អ យើ ញ្ចឹ ង ងយើងមិនខ្វះដីដាំស្មៅឲ្យគោស៊ីទេ ត្រូវហើយ ហើយយើងមិនខ្វះទឹកសម្រាប់គោទេ ត្រូវហើយ បាទនេះហើយដែលបងមើលឃើញចក្ខុវិស័យមួយថាយើងនៅតែនាំគ្នាប្រកាត់ពូជវេគូតែប៉ុណ្ណោះ ត្រូវហើយ បាទហើយបងមួយទៀតគោវេគូហើយគោផ្សេងវាស៊ីស្មៅវាចំណាយផាក់ផែគ្នាបងណា ដូចគ្នាទេ អូយហើយតទៅពេលយើងចិញ្ចឹមអាគោវេគូនេះសុទ្ធរហូតដល់មួយក្បាល$10000 ណា នៅពេលនោះហើយនេះហើយដែលជាក្តីសម័យដែលបងចង់ឃើញ យើង ណា ចង់ បង ឃើញយើងចង់ឃើញថាប្រទេសយើងខ្លាយជាគោថ្នោតវ៉ាគីវ បាទ ព្រោះអីចុងក្រោយបំផុតយើងចង់ឲ្យខុសគេ បាទ បើធ្វើអីយើងដូចគេ បាទ យើងវាធម្មតា បើយើងធ្វើដូចជប៉ុនយើងប្រកួតមិនឈ្នះជប៉ុនទេ Yeah. ប៉ុន្តែបើ យើង យើង មាន មាន ថ្នោត ថ្នោតនេះ យើង ជ ប្រកួ ប៉ុ ត នអត់មានទេ មែន បាទ ជប៉ុនវាឲ្យស៊ីអីយើងដឹងហើយវាឲ្យស៊ីអីយើងរៀនពីខ្លះខ្លះវាឲ្យស៊ី បាទ olive ដើម្បី បាទ យកគុណភាពខ្លះវាឲ្យស៊ីផ្លែឈើអីអីចឹង បា ហើយ ទ អាហ្នឹងយើងដឹងទាំងអស់ហើយ បាទ តែរូបពង្វិនរបស់ជប៉ុនចិញ្ចឹមគោយើងដឹងទាំងអស់ បាទ កូរ៉េចិញ្ចឹមយើងដឹងអស់របស់អូស្ត្រាលីគឺវាចំណាយ បាទ 200ឆ្នាំនៅក្នុងឧស្សាហកម្មគោគឺយើងដឹងអស់ហើយ អឺ គេថាយើងធ្វើឲ្យម៉េចធ្វើឲ្យត្រូវ បាទ ហើយយើងធ្វើម៉េចបង្កើតមួយហៅថាសបិនរួម អឺ ការឆន្ទៈរួម បាទ ឆន្ទៈរួមតែយើងទាំងអស់គ្នានាំគ្នាធ្វើ គឺបងចង់ឃើញបងប្អូនចិញ្ចឹមគោវេគូច្រើន ច្រើន បាទ ហើយខ្ញុំគឺចង់ថាវគ្គចុងក្រោយ អឺ វគ្គចុងក្រោយស៊ីថ្នោត បាទ ទាំង វ អ គ្គ ស់ ចុ ស៊ី ង ថ្ ក្រោ នោត យ ព្រោះទាំងអស់ស៊ី បាទ ថ្នោតគឺអត់គ្រប់ទេ ឥឡូវទាំងអស់ស៊ីថ្នោតមើលបងជួយបញ្យល់តិចមកថាឥឡូវបងបានប្រហែលជា50ក្បាលហើយ បាទ ហើយអានេះនៅកាប់ដាក់ភោជនីយដ្ឋានខ្លួនឯងទៀត បាទ បាទតទៅពេលអញ្ចឹងឥឡូវតទៅពេលអូខេឥឡូវត្រឹមតែប្រាក់50ក្បាលទេយើងនៅមានថ្នោតឲ្យវាស៊ីហើយតទៅពេលឡើង1000ក្បាលទៅរកថ្នោតទុំមកពីណា ថ្នោតច្រើនណាស់ថ្នោត បាទ ខ្មែរយើងច្រើនណាស់អានេះគឺខ្ញុំទិញតែបន្តិចបន្តិចហ្នឹង បាទនៅក្បែរទន្លេ ក្ មេ បែរ ទី ហ្នឹងហើយថ្នោតហ្នឹងគឺបងប្អូនមួយចំនួនក៏ដាក់សំណួរសួរថាចុះរដូវដែលអត់មានផ្លែថ្នោតយើងធ្វើយ៉ាងម៉េច អឺ ហេ បាទ អាហ្នឹងគឺអានេះយើងឃើញ អានេះ អានេះយើងសម្ងួតវា អូ យើងសម្ងួតវាយើងហាវា អូខាងក្នុងឡើងក្តៅណាបង យើងបកវាយើងហាវា អូ ហាវាយើងទុកមួយឆ្នាំក៏អត់ខូចដែរពេលយើងឲ្យស៊ីយើង បាទ លាយជាមួយអាទឹកត្នោតឬក៏ទឹកឲ្យវាសើមបន្តិច នេះ ទៅ អាពួកនេះពួកនេះប្រហែលចង់ឃ្លានណាបង ហើយគោវា Yeah. វាស៊ីហ่ะ វាស៊ី អាហ្នឹងគោហ្នឹងវាមាន fiber វាល្អឲ្យគោទៀត អូ ឃើញទេអាហ្នឹង បាទ គឺទី1គឺយើងសម្ងួតទុក បាទ ទី2គឺយើងមានយើងចម្រាញ់យកអាទឹកនេះ បាទ ឃើញទេ
ទឹកនេះទឹក ទឹកនេះ បងច្បាច់ ចំបាច់វាយើងចំបាច់វាហើយយើងមកងាស់វាសម្រាប់ bacteria ទាំងអស់ទៅហើយយើងទុកវា6ខែមួយឆ្នាំក៏អត់ខូច អត់អី អត់អី អូប៉ុន្តែមុននេះរមាស់វាសិន រមាស់សម្រាប់ bacteria អូ ណា bacteria ហ្នឹងបើយើងអត់មកងាស់វាទេវាអាចវាអាចឆាប់ខូច អូហើយបងទុកអាទឹកនេះដើម្បីអី ទុកអាទឹកហ្នឹងឲ្យក្រោយយើងលាយជាមួយចំណីអញ្ចឹងទៅយើងលាយអញ្ចឹងទៅ អូចាក់អញ្ចឹងហ្មងណា យើងចាក់ឲ្យវាស៊ីអញ្ចឹងទៅ អូចាក់លាយមួយចំណីចំណីស្មៅអានេះផ្អកស្មៅចាក់លាយមួយផ្អកស្មៅទៅឲ្យគោចូលចិត្តដែរបងចូលចិត្តគោចូលចិត្តផ្អែមបាទធម្មជាតិគោដូចមនុស្សដែរចូលចិត្តផ្អែមមនុស្សយើងក៏ចូលចិត្តផ្អែមដែរបាទហើយមួយទៀតត្នោតយើងអាចផ្អកវាបាទអានេះយើងផ្អកវាទុកក៏បានយូរដែរបើយើងអានេះមិនមែនហៅថាផ្អកអីនេះអានេះយើងសម្ងួតឡើងឈ្ងួតមកវាអានេះវាអត់តាន់ឈ្ងួតណាយើងឈ្ងួតយើងហាវាទៅវាឈ្ងួតបាទអូយមើលវាស៊ីបាទហើយអាហ្នឹងគឺសម្ងួតបាទអញ្ចឹងរឿងដែលយើងអត់ខ្វះត្នោតគឺបងរក្សាវាទុកមួយឆ្នាំ2ឆ្នាំក៏បានដែរបាទសម្ងួតវាទៅហើយមួយទៀតទឹកនោះគឺសម្រាប់នេះតែម្ដងបាទចាក់លាយតែម្ដងគឺវាមានឱកាសមួយស៊ីត្នោតទុំបានហើយបាទអញ្ចឹងមិនខ្វះទេបាទហើយបើទាំងអស់គ្នាដឹងថាអាចនឹងខ្វះដែរអនាគតលេងនាំគ្នាចិញ្ចឹមបានមួយក្បាល10000អូយដឹងមិនទេត្រូវនាំគ្នាដាំត្នោតបាទពីថ្ងៃនេះទៅរក្សាគេដំណើរផតដូនតាខ្មែរគឺទាំងអស់គ្នាត្រូវមានចការត្នោតបាទអញ្ចឹងយើងនឹងឃើញត្នោតដុះកាន់តែច្រើនយើងចង់ឃើញប្រទេសខ្មែរខ្លាចជាប្រទេសត្នោតបាទនឹងជាប្រទេសគោណាគោព្រោះខ្មែរយើងគាត់ធម្មជាតិរបស់ខ្មែរគឺស្រឡាញ់គោបាទខ្លះគាត់មើលគោដូច pet របស់គាត់អញ្ចឹងសត្វចិញ្ចឹមសត្វចិញ្ចឹមរបស់គាត់អញ្ចឹងគាត់ស្រឡាញ់ណាតាមការពិតបើយើងចិញ្ចឹមគោយើងត្រូវតែយល់ចិត្តគោបាទយើងត្រូវតែយល់ចិត្តគោយើងត្រូវតែស្រឡាញ់មានន័យថាម៉េចទៅគោវាឆាប់ឡើងគីឡូអូពេលគោវាសบายចិត្តវាស៊ីច្រើនវាឡើងគីឡូបាទហើយគោជួនកាលវាដូចមនុស្សយើងវាគ្រប់ប្រភេទចឹងដែរណាចិត្តវារៀងខុសគ្នាបន្តិចដែរណាបាទគោខ្លះជួនកាលក៏រៀងងក់ងួបន្តិចជួនកាលគេដើរទៅហើយវាអត់ព្រមទៅហើយទុកគាត់នៅនឹងសិនណាកុំវាយគាត់កុំក្រហមកុំវាយគោណាហើយពាក្យសម្ដីឲ្យយើងឲ្យតុនប្លន់ជាមួយវាកុំកុហកដាក់វាហើយកុហកវាអត់ចូលចិត្តទេអីវាស្ដាប់យើងយល់ណាយល់អូអ្នកចិញ្ចឹមគោពូកែគឺគាត់យល់ពីគោគឺចិត្តគាត់ត្រូវអំណត់អត់ធ្មត់អំណត់អត់ធ្មត់បាទបើយើងអំណត់អត់ធ្មត់ជាមួយគោចិនកាវាងក់ងួបាន10-20នាទីអញ្ចឹងហើយវាទៅអូហើយបើយើងកាន់តែវាយវាកាន់តែរឹងទៀតហើយវា stress វាអត់ស៊ីវាអត់ឡើងគីឡូយើងខាតលុយយ៉ាបាទតិចហ្នឹងផ្លូវចិត្តចិញ្ចឹមគោត្រូវដឹងផ្លូវចិត្តរបស់គោកុំឲ្យធ្វើឲ្យគោពិបាកចិត្តបាទកុំឲ្យគោ stress ឃើញទេបាទហើយបើវាអត់ stress វាស្រឡាញ់យើងហ្នឹងបាទហេវាស្រឡាញ់យើងវាប្រឹងស៊ីបាទហេវាចង់ឲ្យម្ចាស់ទៅជាអ្នកមានណាហើយបាទហើយសាច់គោក្រហមស្អាតទៀតមនុស្ស stress គឺសាច់គោសាច់គឺតែគោបើគោវា stress សាច់វាខ្មៅប៉ែអូខ្មៅប៉ែពេលយើងកាត់វាគឺបើគោសបាយចិត្តសាច់វាក្រហមស្អាតមកបាទហេបាទធ្វើម៉េចឲ្យតែសបាយបានអញ្ចឹងខ្ញុំបានប្រាប់ឲ្យបុគ្គលិកឲ្យផ្ដាំដាំអីខ្លះអញ្ចឹងដើម្បីឲ្យគោវាមើលឲ្យវាសបាយចិត្តបាទវាឃើញផ្ការីកទៅវាសបាយចិត្តអានេះនិយាយរួមទាំងសបាយទាំងមើលទាំងភ្នែកទាំងខ្យល់អាកាសនៅទីនេះគឺល្អមែនតើដែលបងកំពុងរៀបចំនៅនេះបាទយើងត្រូវដឹងថាតកែវនេះក្តៅបាទប៉ុន្តែបើយើងធ្វើត្រូវអត់អីទេអ្នកការសង់ក្រគោហ្នឹងបាទណាកន្លែងហ្នឹងហើយស្រុកយើងវាក្តៅបាទប៉ុន្តែក៏យើងមានតំបន់ត្រជាក់ដែរបើតំបន់ត្រជាក់ហ្នឹងយើងចិញ្ចឹមក៏អស្ចារ្យមកបាទអានេះស្អីតណ្ហភាពប្រហែលដើម្បីចិញ្ចឹមគោវ័យគ្រូនេះបងល្អបំផុតគោវ័យគ្រូគឺធាតុអាកាសក្តៅក៏យើងចិញ្ចឹមបានដែរតែថាយើងត្រូវដឹងពេលថ្ងៃពេលក្តៅពេកវាអត់សូវស៊ីទេវាស៊ីពេលយប់វិញអូពេលល្ងាចពេលព្រឹកពេលថ្ងៃយើងចាយវាផឹកច្រើនបាទវាក្តៅបាទវាស៊ីពេលយប់ប៉ុន្តែយើងអាចចិញ្ចឹមគោវ៉ាគីវបានអានេះបានអានោះវាមិនសូវឡើងគីឡូប៉ុន្តែវាឲ្យសាច់វាមានរសជាតិឆ្ងាញ់អញ្ចឹងទាំងអស់គ្នាបានមើលប៉ុណ្ណេះយល់ហើយណាយល់ហើយមានក្តីសង្ឃឹមអត់ចូលរួមក្តីសម័យជាមួយនឹងបងទេដើម្បីបង្កើតចំណូល
ជំនោរដែលមិននឹកស្មានថានេះដូនតាយើងណាហែងដាំថ្នោតទៅហ្នឹងណាហើយយើងមើលអត់ឃើញទេបងហើយកន្លងទៅយើងបានឆ្នៃច្រើនគួសមដែរស្ករត្នោតអីផ្សេងណាបាទតពេលបងឆ្នៃចុងក្រោយនេះលេងមួយក្បាល$10000ទាំងអស់គ្នាមើលអូយគាត់ទៅដូនតាយើងគាត់មើលឃើញអនាគតណាគាត់មើលឃើញគាត់មិនមែនសោកគាត់ទៅយកដើមត្នោតជាអត្តសញ្ញាណរបស់ខ្មែរទេបាទពេលគាត់យកអត្តសញ្ញាណរបស់ខ្មែរវាមានន័យខាងក្រោយហ្នឹងគឺបណ្ដាំរបស់គាត់តែមិនរស់ឲ្យឃើញគាត់ឲ្យស្រួលៗឲ្យយើងគិតបាទឲ្យយើងប្រើប្រាជ្ញារបស់យើងបាទហើយមិនចាក់មកពីលើមេឯងត្រូវប្រើប្រាជ្ញារបស់យើងប្រើប្រាជ្ញាបាទហើយទាំងអស់គ្នាមិញបានដឹងហើយថាបងជំនាញ20ឆ្នាំក្នុងការចិញ្ចឹមគោគាត់ដឹងតាំងពីបច្ចេកទេសដូចតោះនេះពងមើលនេះបាទមើលរោងមើលខាងក្រោលខាងក្រោមបាទបងមានកន្លែងកាប់គោទៀតនៅក្នុងហ្នឹងយើងកន្លែងកាប់គោជាកន្លែងតាមបច្ចេកទេសហ្មងហើយហេតុអីត្រូវមានកន្លែងកាប់គោទៀតកន្លែងយើងចិញ្ចឹមជាសត្វធាតុបាទចិញ្ចឹមជារឿងមួយបាទប៉ុន្តែកន្លែងកាប់គោយើងគាត់រស់ដោយសារសុបាយអត់ឈឺចាប់ទេណារស់សុបាយប៉ុន្តែកន្លែងយើងកាប់គាត់ក៏អត់ឈឺចាប់ដែរអូហើយគឺយើងមានយើងនាំទៅគឺយើងមានកំភ្លើងសាន់កាន់របស់យើងហ្នឹងយើងគ្រាន់តែបាញ់តិចទៅគាត់ស្លាប់ទៅអត់មានឈឺចាប់អីមកអូដើរទៅបាទរស់សុបាយគឺស្លាប់ក៏អត់ឈឺចាប់នេះជាពាក្យស្លោកក្នុងការចិញ្ចឹមគោណាហើយពេលដែលអត់ឈឺចាប់សាច់វាក្រហមប៉ែលស្អាតណាហើយបើយើងអត់ជឿទេយើងឃើញតាមភូមិតាមអីបើគាត់ប្រើបថៅវៃគោគេសម្រាប់គោអីវិញណាសាច់វាខ្មៅប៉ែលហើយវាស្វិតទៀតនេះវាស្វិតព្រោះវាប្រឹងបាទឃើញអាហ្នឹងហើយយើងគេហៅ animal welfare បាទយើងហៅ animal welfare ហើយណាមួយបើយើងមានកន្លែងស្តង់ដារអនាម័យត្រឹមត្រូវសាច់យើងទៅថែរក្សាបានយូរបើយើងទិញតាមភូមិតាមអីបានតែ24ម៉ោងទេបាទ24ម៉ោងហើយសាច់ទាំងអស់នោះវាស្វិតទៀតបាទហើយបើយើងធ្វើរបៀបយើងមានអនាម័យស្តង់ដារវាខ្ពស់បាទយើងអាចឈៀវវាទុកឃើញបាទតើណាអាចទុកបានរាប់ខែអត់បញ្ហាបាទចឹងតែត្រូវតែមានអនាម័យបាទនេះហើយគឺជាលទ្ធផលធំដែលខ្ញុំគិតថាបងបានផ្ដួចផ្ដើមហើយបាទនៅទឹកដីមួយបាទដែលសម្ដេចសុកអានធ្លាប់និយាយរួមមានក្តីសម័យជាមួយនឹងការចិញ្ចឹមគោនេះផងដែរបាទហើយគាត់ថាអូយវាសំខាន់ខ្លាំងហ្មងថាគោនេះពេលដែលបានហោះចេញទៅក្រៅវានឹងធ្វើឲ្យខ្មែរយើងល្បីអានេះគឺសុបិនរបស់យើងបាទអានេះគឺជា legacy នេះគឺរបស់សម្ដេចសុកអានបាទតែអាដាមសុកប្រវត្តិបានឲ្យខ្ញុំចូលរួមជាមួយគាត់ហ្នឹងគឺដើម្បីបន្ត legacy ហ្នឹងបាទ legacy បាទមានន័យថាដូនតាយើងហូរហែគេចំណាយដូនតាហូរហែក៏បានធ្វើហើយប៉ុន្តែឥឡូវយើងធ្វើម៉េចឲ្យអន្តរជាតិឲ្យទទួលស្គាល់បាទនេះគឺជារឿងមួយធំមែនតើបាទហើយទាំងអស់គ្នាកំពុងមើលហើយប្រហែលជាចង់ស្វែងយល់បន្ថែមណាសូមអញ្ជើញទៅគោថ្នោតទៅបាទទីតាំងគឺនៅក្នុង caption ផ្ទាល់តែម្ដងទៅដើម្បីទៅភ្លក់រសជាតិសិនទៅបាទពេលខ្លះប្រហែលទៅជួបបងដោយសារបងឡើងចុះអូស្ត្រាលីបាទប៉ុន្តែទាំងអស់គ្នាទៅហើយបើទាំងអស់គ្នាចង់ចិញ្ចឹមតាក់ទងមកបងមកបាទឬក៏ទាំងអស់គ្នារោផ្លូវខ្លួនឯងក៏បានទៅតាមហ្នឹងទៅប៉ុន្តែឥឡូវបងឲ្យតម្រុយមួយធំជាងគេបំផុតគឺពូជបាទពូជអត់ត្រូវគឺជាងការវាចិញ្ចឹមយូរបាទពូជត្រូវគឺដឹងថាវាស្រួលចិញ្ចឹមវាឆាប់មានម៉ាវលិចហើយគុណភាពសាច់វាខ្ពស់បាទហើយទិន្នផលច្រើនហើយបាទពូជគឺវ៉ាហ្គីវបាទនៅវ៉ាហ្គីវ60% ហ្នឹងឥឡូវបើសិនតែយើងធ្វើទាំងអស់គ្នានាំចិញ្ចឹមគោវ៉ាហ្គីវគឺយើងដឹងថាជោគជ័យបាទជោគជ័យហើយបើយើងរកទីផ្សារបានទៀតបើយើងល្បីទៀតបាទយើងធ្វើម៉េចធ្វើឲ្យត្រូវទេសចរមួយឆ្នាំមកស្រុកយើងច្រើនណាបាទហើយក៏ភ្លក់សាច់គោខ្មែរយើងឃើញទេបាទព្រោះឯសាច់គោពេលដែលយើងធ្វើសាច់គោយើងឆ្ងាញ់យើងអត់ត្រូវការគ្រឿងទេយើងគ្រាន់តែដាក់អំបិលហើយអាមេរិកបន្តិចទេអូឃើញទេបាទអានឹងរសជាតិដើមបាទរសជាតិដើមដូចតែខ្ញុំធ្វើគេហៅថាកាទៀវគោត្នោតចឹងកាទៀវគោត្នោតនាំគ្នាទៅសាកទៅបាទ
nơi hang bong nên cái tiêu cô nào đây tầng ngõ này nhóm ban hộp một nơi to niềm toàn ban nhâm tê và dễ luôn ôi anh mình tên ấy à bây đại bong tha nắng ọt miền đã có ọt miền đã bị chế thảo ơi dương ọt phải cường thảo này nè dương trong ở Việt Nam thoa mà chuyện bảo viết là bây sau cái phép hãy kêu hiền thần này ta ọt chính nhát vô lời ọt chính nhát vô lời hay việc ngay cho sao ấy nè bong việc ngay cho sao ấy nè cái tiêu đại dương pra cô bay cú nè cô thế nào bây dương vô cô thôi mà đã tôi thấy của cả rồi bởi vì anh mình chết chạm là không nắng về thấu phở khưởng cạn vía đâu nhưng phở khưởng cạn vía tới vía vía ruột chết này ruột chết vía anh bạn đôi ruột chết đào này ní hai cái tiêu dưỡng tức sụp dưỡng về ruột chết đào vì chơi mà vì ăn cô vì sạch cô cứ chơi mà vì thế nào chẳng tu ai đại thông những cái vòng phật cứ ní ai cứ thế nào nó rồi bọc không ai nhưng hay mấy những con tha bong bây giờ bay bị chia xa ở toàn chơi nhé đừng tha ôi vì ai cha thìยังไม่คลายเท่านี้ไม่ก็เวียทั่วở cô ba vì miền ruộng chết muối đại dương aiประกวดไปเจนchỉ muối nâng quay gu rồi bao chụp bòn bàn nhưng phần vô lan chơi anh ấy kia cha rồi nhá đôi anh cô quạt với cha rồi nhá phần vô lan chơi đấy mua đừng mua là hai đấy người ta mai xong cô quạt bàn nữa tao đặc biệt mấy thế nào đấy cứ rồi toàn khơi khơi đây về cạn chiết áp về thơ rồi sạch nên chuối thơ sạch nên phải hay tốn hay có hóm sạch cái nó cứ nẹp phúng có đằng như xua nó tam nẹp phúng mà ra này nè bờ snap khi ông dễ đã khi ông dễ thở có cứ nẹp phúng có đằng mà ai cho họ bà này cứ dừng tay rồi hỏi dừng tay rồi vậy bạn hay tay tầng ruột chết tiền bạn tao này ai chặt tay nơi hàng cô thằng nào bạn hay cũng lấy về xe đó người làm cái lâu lươn chứ nè à bay khai trong khói nữa bay khai trong ôi tờ si tháo cứ vi chập làm cái lâu của anh nó miền ruột chết miền energy nó nắng miền fiber nó miền ruột chết miền thang bầu vậy mà bạn như là bạn ở con bồng hay trong khói à với chia xaสำคัญของพอดบาดtới đo bong phổ ônได้กระปงแต่เฟอร์กะสิกรรมจีบเสเนี่ยได้กระปงจำสับตั้งแต่มาลองบ่งส้มมือส้มมาเคลียร์มือเมียนไอ้จองประดำtớiผู้ยืงบาดกระปงสลายกะสิกรรมในศพทำไมนี่ยืงเธอจำพวกย่อมvậy là chăm cô vậy chăm điên hàng cô nè đấyยืงจังเอายืงต่างออกเนี่ยรีจำร้านตัวพอรูมยังเธอเอาเมียนชันเตะรูมเสมอสมัยรูมคือเวลือน่ะให้ตีซาน้องแขวทุ่มอ่ะตีซาบุกโลกก็ทุ่มอ่ะบ่ยังเธอเถอะรวมได้เนี้ยตัวซาเรื่องไงนามุ้ยวิไอเฉียเล็กมวยให้ยังเธอแต่เฮียนเสมอสมัยไทยยังเล็กมวยเสมอสมัยเฮ้ยเธอได้บองยังเธอไอ้ยังเธอไอ้ยังเธอเมียนเนี่ยกาเสมอสมัยเมียนจะคุกไปใส่เมียนโตจมโหรึงไปให้เธอตามโดนตายืงแต่เธอตามโดนตาtớiยืงtới vềโจเจย์โดนตายืงกระตุกมาเอายืงเกตำนายหนอโดยจิตเลยสาบเกตำนายความเป็นจิตระบบโดนตาตุกมาเอาให้ยืงมือไปเลยchoมือแต่เลยมือได้โดยได้ประหนอเรียให้มือยืงเผลอได้หนอนั้นคือvềโจเลยอ่ะให้มือยืงเมียนได้ยืงอัดเผลอตัววิอัดโจเลยได้เนี่ยยืงนอนคนนี้กาเปียแต่เลยซ้ำกาเปียดำถนอดยืงยืงเผลอไม่เอาปิ้งสักการ์นเปิลนำไปบำรามายืงต่อเนี่ยจึงโจรวมต่อคนนี้ฟื้นไอ้กูทั้งนั้นทำไมไอ้ฮอกเจนจะกลายเป็นออกคนไปบอกคิวมันไอ้เธอวิตาไว้วิตายืดโดยยืดต่างออกคนนี้คือวิลื่นนะไอ้ไปใจกับเต้นที่นี่คิวมาแล้วรู้จิตในกูทั้งนั้นหนึ่งตั้งทางกูทั้งนั้นตั้งซาต่อคนนี้ไอ้ไงขอยสังคมทางกับเตียวกูทั้งนั้นนั้นวิเชียเกดำนายมวยบักมาได้เพราะวิเข้าไปกระเตียวพนมเป่งวิเข้าไปกระเตียวเกษเสงวิจะรู้เชียดไล่มวยรู้เชียดนะจะรู้เชียดมวยคือว่าโดนตายังตุกในขนมกระเตียวมาจานนะฮะรู้เชียดรอบป้อนฉนามตามตรานู้ป้อนฉนามอ่ะโอ้เฮ้ยซารู้เชียดป้อนฉนามจานกระเตียวหนึ่งเลยโอ้ลอยตอนนี้ลอยนะบาดไทยสมใบตากับบางหางกระเตียวนั่งกมีนนะสมัยนี้เจอกับปุ่งมือนี่ไอ้จังแต่บางหางกระเตียวไอ้มาหัวบองตื้อแต่saoบองhiệp trong hao hao ô chanh chanh na hàng con ô
bạn chẳng nó nia từ ngọc nia hay rẻ xa cây đầm này rồi bó mai mùi ní mình men ở công vông thế ở là bay tu trang bị phục lục tay mà đâu ấy em chưa mới tiết mình kiếm thơ ban phần nè phần ta bỏ bom ôn chua rùm tới ôn mai dương tận ngọc nia phải có miền nó ai đi lo chương năng tiết khăng chương năng tiết lươn chương năng tiết bạn đấy bạn nói chương chua rùm cái này bạn rùm cái cứ làm bay mai dương tận ngọc này bạn hay về được em tàu cầm phun xóm những cái muối chừng ô là phép thác mai thử bạn bạn kiếm chứa thác mai thôi mà bạn bạn hãy phối kiếm thử bạn này thôi chia này thôi bạn rồi trời nơi tại dương tọt nia rùm đây nia búng rịch đi ở thùng rồi bạn nè dương thôi bị phục lục đàn đôi qua kia chẳng có thử cái dương là form support tình trạng dương sầm mai digital chấm sầm mai social media dương ai mua chấm hiên sang là đau than sủa nè mua chụp pun bị chọn chấm hiên à có rập rồi năm mươi chấm mai lui mình che tích ở phục lục đằng ta cô qua giêu number one in the world dương dương nó dụ sầm mai muối đấy sầm mai AI sầm mai digital social media dương sao chưa ban lươn dương thơ ban lươn à dương ai mua chấm hiên đau than sủa